នៅក្នុងវីដេអូនេះខ្ញុំសូមលើករឿងនិទានមួយដែលមានចំណងជើងថាតាអេសីជប់ឆ្មាចឹងរឿងហ្នឹងគឺមានដំណើរដូចតទៅមានតាអេសីម្នាក់គាត់ចិញ្ចឹមឆ្មាមួយដោយស្រឡាញ់ឆ្មានោះក៏ជប់វាឲ្យคล้ายទៅជាខ្លាគិតឃើញថាអតីតកាលរបស់អញគឺជាឆ្មាលោកតាជប់អញតទៅបើគេដឹងថាអញមានដើមកំណើតជាឆ្មាអញមិនប្រសើរទេដើម្បីកុំឲ្យគេដឹងថាអញពីដើមជាឆ្មាអញត្រូវតែសម្លាប់អេសីនោះចោលព្រោះបើទុកគាត់ឲ្យនៅសំគាត់និយាយរឿងដើមកំណើតអញនាំឲ្យអញថប់ទៀតលោកគិតហើយក៏ប្រុងលោតទៅប្រហារអេសីតែអេសីដឹងតន់ក៏ធ្វើឲ្យខ្លាคล้ายទៅជាឆ្មាទៅវិញទៅនៅក្នុងរឿងនេះគឺចង់បង្ហាញអំពីមនុស្សមួយចំនួនប្រៀបដូចជាសត្វឆ្មាអញ្ចឹងគឺរំលងគុណមិនចេះដឹងគុណអ្នកដែលបានជួយខ្លួនហើយថែមទាំងចង់លោកប្រហារសម្រាប់បំបត្តិមកថែមទៀតផងដោយហេតុខ្លាចគេដឹងពីប្រវត្តិនៃការពិតរបស់ខ្លួនប៉ុន្តែជាចុងក្រោយខ្លួនក៏បានខ្លាយទៅជាឆ្មាវិញដដែលដូច្នេះហើយសូមកុំភ្លេច